ទៅដល់11ម៉ែត្រនោះគឺបឹងទន្លេសាបមានផ្ទៃក្រឡាប្រមាណជាង1លាន The cod population off Canada's east coast collapsed in ការលើកឡើងរបស់ប្រជាសហគមន៍គឺនៅក្នុងពិធីទទួលទូកម៉ាស៊ីនបន្ថែម តកកភ្លាមត្រីនឹងងាប់ភ្លាមទៅដល់នោះបានគាត់ចាប់ដើម Overfishing. How long until we run out? ធ្វើប្រហុកធ្វើផ្អកនឹងត្រីឆ្អើរសម្រាប់បម្រុងទឹក ជំរាបសួរខ្ញុំឈ្មោះគុំសេមីរៀនថ្នាក់ទី 11B នៃសាលា Nissan Skip Academy ហើយពេលនេះខ្ញុំកំពុងតែនៅជាន់ទី6ដែលយើងហៅថាគឺជាជាន់ Garden ហើយក៏ជាជាន់ដែលខ្ពស់បំផុតនៃសាលា Nissan Skip Academy ផងដែរហើយពួកខ្ញុំនៅទីនេះគឺដើម្បីសិក្សាអំពីបច្ចេកមួយដែលស្ដីពីការចិញ្ចឹមត្រីដែងហើយចំពោះបច្ចេកមួយនេះគឺយើងមានកម្រងចិញ្ចឹមចំនួន10សប្តាហ៍ហើយពេលនេះគឺជាសប្តាហ៍ទី10នៃកម្រងរបស់យើងហើយ ពីសូនអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះធូច័ន្ទពីរមគឺជាប្រធានក្រុមបច្ចេកទេសនៅសាលា Nissan Grip Academy ហើយមុខវិជ្ជាគឺគីមីវិទ្យាបាទបានជាខ្ញុំមានកំណត់បង្កើត project ចិញ្ចឹមត្រីនេះឡើងដោយសារយើងមើលឃើញថាពិភពលោកយើងអនាគតទៅវានឹងខ្វះត្រីធម្មជាតិដែលជាប្រូតេអ៊ីនដ៏សំខាន់ ហើយណាមួយគឺតាក់ទងទៅនឹងការកាប់ទន្ទ្រានដីលិចទឹកដែលយកដីព្រៃមួយចំនួនដែលជាចម្រោកត្រីពងឬក៏ការលុបបង់បួរទន្លេមួយចំនួនដែលធ្វើឲ្យត្រីធម្មជាតិកាន់តែខ្សត់ទៅហើយប្រជាជនលើពិភពលោកមានការកើនឡើងជាលំដាប់ទើបខ្ញុំមានកំណត់មួយចង់បណ្ដោះស្មារតីសិស្សានុសិស្សឲ្យគាត់ យល់ដឹងពីវិស័យកសិកម្មដូចជាការចិញ្ចឹមសត្វការដាំដំណាំផ្សេងៗបាទ ហើយមួយទៀតម្យ៉ាងទៀតគឺដើម្បីឲ្យប្រជាជនខ្មែរយើងឬក៏ដូចជាប្រជាកសិករអ្នកដែលគាត់រស់នៅតាម នៅរស់នៅក្នុងទីក្រុងឲ្យគាត់បានដឹងថាការចិញ្ចឹមត្រីគឺមិនប្រកាសថាតើតែមានទីកន្លែងធំទលាយមានបឹងមានទន្លេនៅជិតប្រភពទឹកទើបយើងអាចចិញ្ចឹមបានទេប៉ុន្តែជាក់ស្ដែងពេលដែលពួកខ្ញុំបានអនុវត្តផ្ទាល់គឺពួកខ្ញុំត្រូវការផ្ទៃដីប្រដោយតា2ម៉ែត្រទៅតឹងគឺ1ម៉ែត្រទេគឺពួកយើងអាចចិញ្ចឹមបានហើយចំពោះទឹកវិញគឺយើងប្រើប្រាស់នៅ ទឹករត់ប៉ុន្តែទឹករត់ដែលយើងបានប្រើប្រាស់គឺមុននឹងយើងដាក់ចិញ្ចឹមត្រីគឺយើងមានការវាស់នៅកម្រិត pH ត្រឹមត្រូវបើសិនជាយើងវាស់ឃើញកម្រិត pH ចំនួន 6.8 ទៅដល់ប្រហែលជា 7.2 គឺមានន័យថាត្រីទឹករបស់យើងហ្នឹងគឺអាចចិញ្ចឹមបានហើយអញ្ចឹងចាក់ស្ដែងពេលដែលពួកខ្ញុំបានវាស់នៅកម្រិត pH គឺ pH បង្ហាញថាគឺ 7 គឺណឺតគឺយើងអាចចិញ្ចឹមត្រីដែកបានហើយឃើញថាត្រីគឺលូតលាស់បានល្អអាស្រ័យទៅលើការថែទាំ របស់យើងការផ្ដល់ចំណីនិងការមើលថែទឹកអញ្ចឹងហើយទោះបីជាប្រជាជនខ្មែរយើងដែលរស់នៅទីក្រុងភ្នំពេញក៏គាត់អាចចិញ្ចឹមត្រីដែកបានដែរអរគុណ ជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នាខ្ញុំឈ្មោះសុកវិញ្ញាដោយសប្តាហ៍ថ្ងៃរៀននៅថ្នាក់ទី 11B នៃសាលា Nissan Skip Academy ហើយថ្ងៃនេះខ្ញុំនឹងលើកយកបញ្ហាដែលយើងបានជួបបន្ទះនៅក្នុងកំឡុងពេលដែលយើងធ្វើគម្រោង project ចិញ្ចឹមត្រីអណ្ដែងអញ្ចឹងទី1បញ្ហាដែលយើងបានជួបនោះគឺត្រីអណ្ដែងបានដឹកមកដល់ដោយខកខានពេលវេលាហើយដោយសារតែមានការខកខាន ក៏មានត្រីអណ្ដែងខ្លះត្រូវរបួសដូចជាដៃកន្ទុយឬក៏បែកក្បាលដែលបង្កឡើងមកពីការដឹកជញ្ជូនហើយទី2ហ្នឹងគឺអាកាសធាតុដោយសារតែអាកាសធាតុពេលខ្លះអាចនឹងក្តៅពេកបើត្រជាក់ពេកហើយបើមានភ្លៀងខ្លាំងវាក៏ជាបញ្ហាមួយដែលត្រីអាចបន្សំខ្លួនជាមួយទឹកបានហើយវាក៏ជាកត្តាមួយដែលជំរុញឲ្យត្រីស្លាប់ទី3ហ្នឹងគឺបញ្ហាចំណីដោយសារតែបន្ទាប់ពីទិញចំណីថ្មីឲ្យត្រីដោយសារតែចំណីចាស់អស់ហ្នឹងឃើញថាត្រីយើងអត់សូវស៊ីច្រើនដូចមុនទេហើយយើងបានព្យាយាមបង្កើតចំណីដោយខ្លួនឯងហើយក៏ជោគជ័យដោយសារតែត្រីវាស៊ីបានច្រើនប៉ុន្តែ
រួមគ្នាជាមួយនឹងផលប្រយោជន៍របស់ចំណីដែលយើងបានបង្កើតឡើងហ្នឹងធ្វើឲ្យត្រីស៊ីបានច្រើនប៉ុន្តែយើងក៏ជួបបញ្ហាដូចគ្នាគឺចំណីដែលយើងបានធ្វើថ្មីហ្នឹងគឺវាឆាប់បង្កឲ្យមានកកនៅក្នុងទឹកហើយធ្វើឲ្យទឹកយើងបាត់បង់អុកស៊ីសែនច្រើនចឹងហើយវាក៏ជាកត្តាមួយដែលធ្វើឲ្យត្រីយើងវាស្ទួកវាអត់សូវមានកម្លាំងដោយសារតែអុកស៊ីសែនអត់ដិតដល់ប៉ុន្តែជាមួយបញ្ហាហ្នឹងយើងក៏ព្យាយាមដោះស្រាយដោយការបង្កើតបំពង់ចម្រោះនេះហើយដោយការដាក់សម្លេចូលហើយបូមទឹកពីក្នុងអាងហើយបង្ហូរកាត់សលេទៅវានឹងកាត់បន្ថយកាកសំណល់របស់យើងបានដែរសួរអ្នកនរគ្នាខ្ញុំឈ្មោះអ៊ូលីហៀងរៀនថ្នាក់ទី 11B នៃសាលា Nissan Strip Academy ថ្ងៃហ្នឹងខ្ញុំនឹងបង្ហាញចំណារអារម្មណ៍នឹងការរំពឹងទុកក្រោយពីការរៀន project ការចិញ្ចឹមត្រីឲ្យរយៈពេល10សប្តាហ៍ក្រោយពីការមុនការចិញ្ចឹមត្រីរយៈពេល10សប្តាហ៍ខ្ញុំបានរំពឹងទុកថាដំណើរការនៃការចិញ្ចឹមត្រីគឺទៅយ៉ាងរលូនហើយវាអាចនឹងមានបញ្ហាខ្លះហើយអ្វីដែលជាពិសេសនោះគឺហានិភ័យក្នុងការធ្វើឲ្យកូនត្រីងាប់ក្រោយពីការរៀនការចិញ្ចឹមត្រីឲ្យរយៈពេល10សប្តាហ៍ក្រោយមកធ្វើឲ្យខ្ញុំបានយល់ដឹងជាច្រើនពីការចិញ្ចឹមត្រីទី1ធ្វើឲ្យខ្ញុំបានរៀននៅចំណេះដឹងថ្មីពីការចិញ្ចឹមត្រីកាលពីមុនខ្ញុំអត់ដែរដឹងថាការចិញ្ចឹមត្រីគេធ្វើបែបម៉េចទេប៉ុន្តែក្រោយពីការចិញ្ចឹមត្រីមកខ្ញុំអាចយល់ដឹងជាច្រើនក្នុងការចិញ្ចឹមត្រីដណ្ដែងឲ្យបានគឺថាមានប្រសិទ្ធភាពនិងធ្វើឲ្យត្រីដណ្ដែងលូតលាស់បានល្អចំណែកឯចំណុចទី2នោះគឺក្រោយពីការរៀនពីការចិញ្ចឹមត្រីដណ្ដែងអស់រយៈពេល10សប្តាហ៍ខ្ញុំនឹងអាចបង្កើតនៅការចិញ្ចឹមត្រីខ្លួនឯងទូចមួយនៅទីធ្លាដែលអាចយើងគិតថាទលាយក្នុងការចិញ្ចឹមត្រីបានឧទាហរណ៍ដូចជានៅលើផ្ទះឬក៏ដីធ្លីទូចមួយយើងអាចចិញ្ចឹមវាបានហើយចំណែកឯការបំពឹងទុករបស់ខ្ញុំទី3នោះដែលខ្ញុំអាចបំពឹងទុកបានគឺខ្ញុំមានអារម្មណ៍ថា surprise ដែលខ្ញុំគិតថាសាលាធ្វើ project នឹងឡើងគឺលើកទី1ដែលខ្ញុំឃើញសាលាបង្កើតការចិញ្ចឹមត្រីដណ្ដែងនឹងឡើងហើយអ្វីដែលពិសេសហ្នឹងមិនមែនចិញ្ចឹមនៅលើផ្ទាល់ដីទេគឺចិញ្ចឹមនៅលើជាន់ទី6នៃអគារផងដែរសូមអរគុណដែលទៅនឹងការចិញ្ចឹមត្រីដណ្ដែងនេះគឺខ្ញុំបានបរៀនពួកគាត់ឲ្យយល់ដឹងពីផ្នែករូបវិទ្យាផ្នែកជីវវិទ្យាដូចជាការវះកាត់ត្រីណាហើយមួយទៀតហើយខ្ញុំបានបណ្ដុះស្មារតីគាត់ឲ្យមានភាពជាអ្នកដឹកនាំដោយការទទួលខុសត្រូវឲ្យបរៀនពួកគាត់ឲ្យចេះស្រាវជ្រាវដោយប្រើប្រាស់ឯកសារយោងត្រឹមត្រូវមានប្រភពច្បាស់លាស់បាទហើយគាត់ក៏អាចធ្វើបានគាត់ពួកសិស្សានុសិស្សខ្ញុំគាត់អាចធ្វើបានហើយធ្វើដោយល្អហើយគាត់មានទទួលការមានទំនួលខុសត្រូវខ្ពស់ហើយម្យ៉ាងទៀតគឺប្រជែករបស់ខ្ញុំនេះបានសហការគ្នារវាងគ្រូទាំងគ្រូ Science មានដូចជាគ្រូគីមីគ្រូជីវៈគ្រូរស់គឺអាចចូលគ្នាបានដោយសារយើងអាចពឹងពាក់គ្នាទៅវិញទៅមកបាននៅចំណុចដែលខ្វះខាតមានថាយើងបានចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមកតាមរយៈការសិក្សារៀនសូត្រអំពីការចិញ្ចឹមត្រីដណ្ដែងនេះគឺយើងបានបទពិសោធន៍ច្រើនហើយពួកយើងនឹងខិតខំធ្វើបន្តទៀតដើម្បីការចិញ្ចឹមរបស់យើងកាន់តែល្អឡើងបាទអរគុណនៅក្នុងបច្ចេកមួយហ្នឹងខ្ញុំបានរៀនពីការតម្លើងតង់ការធ្វើទឹកជូរលំស៊ីយល់ដឹងពីការវិធីសាស្ត្រនៃការវេចកាត់ត្រីខ្ញុំរៀនបានពីការអត់ធ្មត់ការជួយលើកស្ទួយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាយើង